ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថាទាហានថៃម្នាក់បានរងរបួសដាច់ជើងម្ខាងដោយសារការផ្ទុះមីនអំឡុងពេលទាហានថៃធ្វើប្រតិបត្តិការបោសសម្អាតមីននៅជិតតំបន់ចុងអានម៉ាក្នុងខេត្តឧបុនរាជធានីបើតាមអ្នកនាំពាក្យកងទ័ពថៃថាភាគីកម្ពុជាធ្លាប់ឈរជើងនៅទីតាំងនោះមន្ត្រីក្រសួងការពារជាតិកម្ពុជាបានប្រតិកម្មភ្លាមនិងស្នើឲ្យភាគីថៃកុំទម្លាក់កំហុសមកលើកម្ពុជាអ្នកនាំពាក្យកងទ័ពថៃឧត្តមសេនីយ៍តូវិនថៃស៊ូវ៉ារីបានបញ្យល់ថាទាហានថៃម្នាក់បានចូលរួមក្នុងបេសកកម្មបោសសម្អាតមីនរួមគ្នាជាមួយបុគ្គលិកមកពីមជ្ឈមណ្ឌលសកម្មភាពមីនថៃធីម៉ាក់នៅពេលដែលហេតុការផ្ទុះមីនបានកើតឡើងនេះបើតាមសេចក្តីរាយការណ៍របស់កាសែត Thai The Nation នៅថ្ងៃទី17សីហាមន្ត្រីនាំពាក្យកងទ័ពថៃរូបនេះដដែលបានអះអាងថាកងកម្លាំងកម្ពុជាធ្លាប់បានឆ្លងចូលទៅក្នុងតំបន់នោះនិងបានបង្កើតទីតាំងមួយនៅទីនោះក្នុងអំឡុងពេលដែលមានភាពតានតឹងកាលពីពេលមុនបន្ទាប់មកកងកម្លាំងថៃបានវាយរុញច្រានកងទ័ពកម្ពុជាចេញហើយតំបន់នោះក៏ត្រូវបានធានាសុវត្ថិភាពបិទមិនឲ្យចូលនិងត្រូវបានកំណត់ថាជាតំបន់គ្រោះថ្នាក់គូបញ្ជាក់ថាករណីផ្ទុះគ្រាប់មីននោះបានកើតឡើងកាលពីថ្ងៃច័ន្ទទី17សីហានៅជិតភ្នំ500ស្ថិតក្នុងតំបន់ចុងអានម៉ាស្រុកណាមយឿនខេត្តរាជធានីភាគីកម្ពុជាហៅចុងអានម៉ាថាជាច្រកអានសេះយ៉ាងណាក៏ដោយមន្ត្រីក្រសួងការពារជាតិមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ AFE ពីការបដិសេធទាត់ចោលរាល់ការប៉ុនប៉ងរបស់ភាគីថៃក្នុងការភ្ជាប់ហេតុការណ៍ផ្ទុះគ្រាប់មីនដែលកើតឡើងលើទាហានថៃទៅនឹងប្រទេសកម្ពុជាជាពិសេសនៅក្នុងតំបន់ដែលមិនទាន់ត្រូវបានចុះវាស់វែងនិងកំណត់ព្រំដែនមួយវិញទៀតបើតាមមន្ត្រីយោធាខាងលើប្រតិបត្តិការបោសសម្អាតមីនរបស់ថៃត្រូវតែធ្វើឡើងនៅក្នុងទឹកដីរបស់ខ្លួនហើយមិនត្រូវយកមកប្រើប្រាស់ដើម្បីពង្រីកវត្តមានយោធាឬផ្លាស់ប្ដូរស្ថានភាពក្នុងតំបន់ដែលកំពុងជាប់មានចំនួនជាមួយកម្ពុជានោះឡើយគួរដឹងថាភាគីថៃជាញឹកញាប់បានទម្លាក់កំហុសមកលើកម្ពុជានៅរាល់ពេលមានការផ្ទុះមីនតាមព្រំដែនប្រទេសទាំងពីរតែកម្ពុជាបានច្រានចោលជាបន្ទាប់នឹងថានៅលើទឹកដីកម្ពុជាគឺមានតែគ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមតែប៉ុណ្ណោះ